លោកជាផងប្រធានអង្គការក្រុមប្រឹក្សាយុវជនកម្ពុជាខេត្តសៀមរាបបានថ្លែងនៅក្នុងសិក្ខាសាលានេះថាគោលបំណងសំខាន់នៃសិក្ខាសាលានេះគឺបំផុសឲ្យយុវជនឲ្យយល់ដឹងពីសារៈសំខាន់នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី5តាមរយៈនៃការបង្ហាញដោយគណៈកម្មការខេត្តរៀបចំការបោះឆ្នោតខេត្តសៀមរាបជាពិសេសឲ្យពួកគេចោះជួយជំរុញដល់ប្រជាពលរដ្ឋដែលមានឈ្មោះបោះឆ្នោតបានទៅបោះឆ្នោតគ្រប់គ្នាហើយនៅក្នុងសកម្មភាពនេះក្រុមប្រឹក្សាយុវជនកម្ពុជាប្រចាំខេត្តសៀមរាបមានយុវជនចំនួន80នាក់បានចូលធ្វើសកម្មភាពដោយមានការចោះជួបផ្ទាល់ជាមួយនឹងប្រជាពលរដ្ឋការផ្សព្វផ្សាយតាមរយៈនៃការធ្វើសិក្ខាសាលាផ្សព្វផ្សាយតាមវិទ្យុនិងការចាក់មីក្រូចល័តផងដែរលោកជាផងបានបញ្ជាក់ទៀតថាការងារនេះពិតជាមានការលំបាកដោយសារការយល់ដឹងរបស់ប្រជាពលរដ្ឋមួយចំនួននៅមានកម្រិតប៉ុន្តែក៏ធ្លាប់ទទួលបានជោគជ័យផងដែរយ៉ាងនេះក៏ដោយលោកក៏សូមសំណូមពរដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតត្រូវទៅបោះឆ្នោតឲ្យបានគ្រប់គ្នាលោកពៅសាខនអនុប្រធានគណៈកម្មការខេត្តរៀបចំការបោះឆ្នោតខេត្តសៀមរាបបានសម្ដែងនៅការគាំទ្រចំពោះការបង្កើតឲ្យមាននៅសិក្ខាសាលានេះហើយលោកសង្ឃឹមថាតាមរយៈនេះនឹងជួយជំរុញឲ្យប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនឹងទៅបោះឆ្នោតឲ្យបានគ្រប់គ្នាជាមិនខានលោកសាលីតារាអភិបាលរងក្រុងសៀមរាបបានគាំទ្រផងដែរចំពោះសកម្មភាពនេះប៉ុន្តែលោកស្នើឲ្យក្រុមយុវជនទាំងអស់នៅពេលចុះទៅជួបជាមួយនឹងប្រជាពលរដ្ឋត្រូវគោរពឲ្យបាននៅក្រមសីលធម៌ប្រកាន់ជំហរអព្យាក្រឹតមិនបំរើផលប្រយោជន៍ឲ្យគណៈបកនយោបាយណាមួយឡើយសូមបញ្ជាក់ថានៅក្នុងទូទាំងខេត្តសៀមរាបប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចំនួន576,114 នាក់និងមានការិយាល័យបោះឆ្នោតសរុបចំនួន1181ការិយាល័យ